ចិនប្រាប់ពលរដ្ឋខ្លួនបើមិនចង់ចាញ់បោកផុងខ្លួនខ្លាចជាទាសករតណ្ហាស្ត្រីគួរជៀសវាងទៅថៃព្រោះធ្លាយករណីលាយថ្នាំសម្រាបក្នុងកំភ្លើងបាញ់ទឹកកំពុងតែផ្ទុះល្បីខ្លាចជា Talk of the Town នៅក្នុងប្រទេសចិនករណីមានស្ត្រីដើរលេងបាញ់ទឹកនៅក្នុងប្រទេសថៃសោកស្រាប់តែវិលមុខសន្លប់ឆឹងត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យដល់តែចេញលទ្ធផលដឹងការពិតគឺហួសពីការរំពឹងទុកដោយសារអាការៈរបស់ស្ត្រីរូបនោះត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យដឹងថានៅក្នុងខ្លួននាងមានលាយឡំដោយសារធាតុថ្នាំសម្រើបសារព័ត៌មានចិនបានប្រមានចំពោះប្រជាជនខ្លួនជាពិសេសស្ត្រីដោយបានបន្តឲ្យដឹងពីសាច់រឿងលម្អិតនៃរឿងអាស្រូវខាងលើជាបន្តទៀតថាស្ត្រីរងគ្រោះរូបនេះបានអះអាងថាខ្លួនមិនបានទទួលទានទឹកឬចំណីអាហារអ្វីពីជនប្លែកមុខនោះឡើយប៉ុន្តែនាងចាំបានថាគឺនាងត្រូវបានអ្នកលេងទឹកព្យាយាមបាញ់ទឹកសម្ដៅមកមុខនាងជាច្រើនលើកច្រើនសារហើយក្រោយមកទៀតស្រាប់តែនាងផ្ដើមមានអាការៈវិលមុខងងឹតមុខនិងចុងក្រោយគឺដួលសន្លប់ឈឹងតែម្ដងករណីស្ត្រីរងគ្រោះនេះគឺជាករណីមួយក្នុងចំណោមករណីដែលបានកើតឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតព្រោះបើតាមការស្ទង់មតិនិងទិន្នន័យបឋមពីមូលនិធិស្ត្រីនិងបុរស WMAF របស់ថៃបានបង្ហាញថាក្នុងចំណោមស្ត្រីដែលបានចូលលេងទឹកប៉ាតម្សៅនៅអំឡុងពេលចូលឆ្នាំនៅក្នុងប្រទេសថៃមានស្ត្រីប្រមាណ 30% ទៅ 40% ហើយបានបញ្ជាក់ថាពួកគេធ្លាប់ជួបប្រទះការបៀតបៀនក្នុងរូបភាពណាមួយដូចជាការប៉ះពាល់រាងកាយការលាបម្សៅដោយគ្មានការអនុញ្ញាតឬការប្រើសម្ដីមិនសមរម្យទីតាំងត្រូវប្រុងប្រយ័ត្នបំផុតនោះគឺតំបន់ទេសចរដ៏ពេញនិយមនិងមានប្រជាប្រិយភាពបំផុតរបស់ថៃដូចជាផ្លូវខោសានបាងកកផ្លូវស៊ីលំនិងតាមបណ្ដាខេត្តធំៗដូចជាឈៀងម៉ៃនិងភូកេតព្រោះធ្លាប់ត្រូវបានរាយការណ៍ឲ្យដឹងដែរថាធ្លាប់កើតមានករណីបៀតបៀនផ្លូវភេទកម្រិតធ្ងន់ធ្ងររាប់រយករណីរហូតត្រូវបានរាយការណ៍ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះថែមទៀតផងក្រៅពីករណីដ៏ខ្មៅកខ្វក់នៃការបៀតបៀនលើស្ត្រីភេទតាមគ្រប់រូបភាពហើយនោះប្រទេសថៃចាប់តាំងពីដើមឆ្នាំ2025ដល់ឆ្នាំ2026នេះក៏មានបែកធ្លាយករណីឆបោកទាំងផ្ទាល់និងអនឡាញបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតក្នុងនោះមានការបើកគេហទំព័រភ្នាល់ល្បែងស៊ីសងនិងស្កែមគ្រប់ទម្រង់រហូតដល់80,000ករណីឯណោះត្រយងនាំសារពិតគ្រប់ទីកន្លែង